របស់អីដូចរបស់អីដែរបងប្អូនតែយើងប្រើអត់តាមការណែនាំយើងប្រើអត់ដំហែតងវាគឺវាចាំមានបញ្ហាចាប់ខូចមិនថារបស់ថ្លៃរបស់ថោកទេគាត់ថាថ្លៃវាធន់ជាងវាក៏ខូចជាងរបស់ដែលមិនសូវថ្លៃអញ្ចឹងណាហើយតែខូចហើយបងប្អូននឹងស្ទះការងារដឹងថាមានការយឺតយ៉ាវនឹងខកខានដែរបងប្អូនអញ្ចឹងទេមកមើលទីខ្លះដែលខ្ញុំចែកម្លែកពីការប្រើប្រាស់កំប៉ុងបាញ់សាប៊ូណាបាទអញ្ចឹងអានេះជាប្រភេទកំប៉ុងសាប៊ូមួយយ៉ាងដែលវាយ៉ាងធន់គុណភាពវាល្អគួរសមដែរយើងគាត់តែមើលដៃក៏ដឹងក្បាលវាដៃជាប្រភេទ inox ហើយពណ៌បៃតងងាំអីផ្សេងហ្នឹងជាប្រភេទដៃស្ពាន់អញ្ចឹងដល់ពេលដែលបងប្អូនទៅឡើងគឺបងប្អូនដាក់វាត្រូវងាំឲ្យវាស្របទៅកលឹះវាណាហើយមូលវាថ្នមមកកុំដាក់វាទាំងវាទាំងខុសកលៈវាហើយយើងមូលមកឈ្នះដៃអាហ្នឹងដឹងតែឆាប់ត្រួតងាំស្ពឺវាខាងក្នុងហ្នឹងហើយឥឡូវកលេចមកមើលក្បាលលើនេះវាមានសញ្ញាបូកដកហ្នឹងគឺអាហ្នឹងយើងសម្រាប់សេរីចេញសាប៊ូតិចច្រើនណាបងប្អូនចំណែកឯខាងនេះវិញកណ្ដុងវិញនេះគឺយើងអាចសេរីចេញស្រួចតប៉ែតកាន់តែខ្លាំងអញ្ចឹងទៅតាមតម្រូវការរបស់បងប្អូនដែលបាញ់តិចឡានអញ្ចឹងណាបាទហើយយើងមើលខាងក្នុងនេះគឺយើងនឹងឃើញកម្រងដែលវាមានទូនាទីបំបែកសាប៊ូឲ្យទៅជាពពុះម៉ត់តូចណាហើយដែលបងប្អូនយើងភាគច្រើនគាត់សួរថាកំប៉ុងសាប៊ូហ្នឹងយកទៅប្រើជាមួយនឹងអាទឹករត់ហ្នឹងប្រើបានអត់ចម្លើយគឺអត់បានទេដោយសារកម្រងវាហ្នឹងគឺវាពិតជាត្រូវការម៉ាស៊ីនសម្ពាធដែលមានសម្ពាធចាប់ពី100បាយឡើងមិនយើងប្រើបានចាបងប្អូន